ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះហើយជួអសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាឡើងជាតិអាស៊ីតបាទអញ្ចឹងតើតើបញ្ហាឡើងជាតិអាស៊ីតដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីអាការៈឡើងជាតិអាស៊ីតដែលភាសាអង់គ្លេសហៅថា High Uric Acid Level Syndrome បាទយើងឃើញនៅពេលបច្ចុប្បន្នហ្នឹងគឺបញ្ហាឡើងជាតិអាស៊ីតគឺជាបញ្ហាមួយដែលឃើញយើងយកច្រើនផងដែរបាទយើងចង់ដឹងថាតើអាការៈឡើងជាតិអាស៊ីតហ្នឹងមានអាការៈអ្វីខ្លះដែលយើងអាចកត់សម្គាល់បានបាទយើងចង់ដឹងតើអរគ្នាសូមស្ដាប់ការបកស្រាយពី Health Shop Official តែម្ដងបាទអញ្ចឹងមាតិកាក្នុងនេះដែល Health Shop Official ធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2អាការៈឡើងជាតិអាស៊ីតនិងទី3គឺវិធីបង្ការឡើងជាតិអាស៊ីតបាទយើងចង់ដឹងថាតើឡើងជាតិអាស៊ីតនឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចកត់សម្គាល់បានវិធីបង្ការឡើងជាតិអាស៊ីតនឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកនាងសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមបញ្ហាឡើងជាតិអាស៊ីតដែលអង់គ្លេសហៅថា High Uric Acid Level គឺជាការកើនឡើងខ្ពស់ខុសធម្មតានៃ Uric Acid នៅក្នុងឈាមចំពោះស្ត្រីគឺលើសពី6មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមហើយចំពោះបុរសវិញគឺវាលើសពី7មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមហើយនឹងមនុស្សអាយុក្រោម18ឆ្នាំគឺលើសពី5.5មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមបាទហ្នឹងគឺតកតងបញ្ហាឡើងជាតិអាស៊ីតបាទអញ្ចឹងយើងមើលជាបន្តទៅទៀតយើងឃើញថាការឡើងជាតិអាស៊ីតគឺមានន័យថាកម្រិតអាស៊ីតអ៊ូរិកនៅក្នុងឈាមលើសពី6.8មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមកម្រិតអាស៊ីតអ៊ូរិកនៅក្នុងឈាមលើសពី7មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមគឺចាត់ទុកថាឆ្អែតហើយអាការៈឡើងជាតិអាស៊ីតនឹងកើតមានឡើងបាទអញ្ចឹងអាការៈឡើងជាតិអាស៊ីតនឹងវាអាចនឹងកើតមានឡើងនៅពេលដែលកម្រិតអាស៊ីតអ៊ូរិកនៅក្នុងឈាមនឹងលើសពី7មីលីមីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមបាទហ្នឹងត្រូវយើងយល់ដឹងអំពីបញ្ហាឡើងជាតិអាស៊ីតហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតទៅនឹងអាការៈឡើងជាតិអាស៊ីតតើអាការៈឡើងជាតិអាស៊ីតហ្នឹងមានអាការៈអ្វីខ្លះដែលយើងអាចកត់សម្គាល់បានបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអាការៈឡើងជាតិអាស៊ីតទី1គឺយើងឈឺសន្លាក់ខ្លាំងជាពិសេសគឺនៅសន្លាក់មេជើងឬក៏នៅនឹងសន្លាក់ជង្គង់តែម្ដងបាទហ្នឹងគឺជាអាការៈឡើងជាតិអាស៊ីតទី1ដែលយើងគួរចាប់អារម្មណ៍យើងមើលជាបន្តទៅទៀតតើតើអាការៈឡើងជាតិអាស៊ីតទី2គឺភាពមិនស្រួលរ៉ាំរ៉ៃលើសន្លាក់ក្រោយពីការឈឺថមថយមានច្រើនថ្ងៃទៅសប្តាហ៍បាទអញ្ចឹងការឈឺនឹងវាថមថយទៅហើយប៉ុន្តែវាមានភាពមិនស្រួលរ៉ាំរ៉ៃនៅលើសន្លាក់តែម្ដងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើអាការៈឡើងជាតិអាស៊ីតទី3គឺការរលាកនិងការឡើងក្រហមលើសន្លាក់มันមានការបង្ករោគនោះទេបាទអញ្ចឹងមានថាតើតងការលាកហ្នឹងហើយនឹងការឡើងក្រហមលើសន្លាក់គេឃើញមានប៉ុន្តែយើងរកឃើញថាมันមានការបង្ករោគនោះទេយើងមើលជាបន្តទៅទៀតតើតងនឹងអាការៈឡើងជាតិអាស៊ីតទី4គឺសន្លាក់ឡើងក្តៅនៅពេលដែលយើងស្ទាបគឺដូចនៅលើភ្លើងអញ្ចឹងបាទអាហ្នឹងគឺជាអាការៈមួយដែរតើតងនឹងការឡើងជាតិអាស៊ីតវាបង្កបញ្ហាទៅលើសន្លាក់ហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតងនឹងអាការៈឡើងជាតិអាស៊ីតទី5គឺភាពមានកម្រិតនៃការធ្វើចលនារបស់សន្លាក់អញ្ចឹងដោយសារអាស៊ីតវានៅសន្លាក់ហ្នឹងគឺកម្រិតនៃការធ្វើចលនារបស់សន្លាក់គឺមានកម្រិតផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើអាការៈឡើងជាតិអាស៊ីតទី6គឺយើងឃើញថាមានការលេចចេញនៅរោគសញ្ញាគ្រោះតម្រងនោមបាទអញ្ចឹងការឡើងជាតិអាស៊ីតហ្នឹងវាអាចបង្កជាគ្រោះត្រង់នោមដែលយើងអាចថត X-ray ធម្មតាអត់ឃើញផងដែរ
បាទនឹងគឺជាអក្សរមួយដែរតើតើនឹងការឡើងជាតិអាស៊ីតហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើនឹងអក្សរឡើងជាតិអាស៊ីតទី7វាអាចមានអក្សរផ្សេងទៀតអាស្រ័យលើកម្រិតអាស៊ីតអ៊ុយរិកហ្នឹងវាកើនឡើងប៉ុណ្ណាហើយវាទៅកន្លែងណាខ្លះបាទអញ្ចឹងទន្ទឹមនឹងរោគសញ្ញាអក្សរយើងមើលបន្តទៅទៀតតើតើវិធីបង្ការឡើងជាតិអាស៊ីតតើវិធីបង្ការឡើងជាតិអាស៊ីតហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្ការឡើងជាតិអាស៊ីតទី1គឺយើងត្រូវជៀសវាងនៅការផឹកស្រាបាទអញ្ចឹងបញ្ហាស្រាគឺជារឿងមួយធំដែរធ្វើឲ្យអាស៊ីតវាកើនឡើងច្រើនផងដែរយើងមើលបន្តទៅទៀតតើតើនឹងវិធីបង្ការឡើងជាតិអាស៊ីតទី2គឺយើងត្រូវជៀសវាងនៅការផឹកភេសជ្ជៈកំប៉ុងបាទយើងដឹងថាភេសជ្ជៈកំប៉ុងវាមានជាតិផ្អែមច្រើនអញ្ចឹងវាអាចជាតិផ្អែមហ្នឹងវាបំលែងខ្លួនយើងបង្កើតទៅជាអាស៊ីតផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការឡើងជាតិអាស៊ីតទី3គឺយើងត្រូវជៀសវាងនៅការបរិភោគគ្រឿងសមុទ្រនិងបង្កងទឹកសាបពីព្រោះយើងដឹងថាគ្រឿងសមុទ្រនិងបង្កងទឹកសាបជាអាហារមួយដែលមានអាស៊ីតច្រើនអញ្ចឹងពេលយើងញ៉ាំទៅវាអាចធ្វើយើងឈឺសន្លាក់និងបន្តទៀតផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការឡើងជាអាស៊ីតទី4គឺយើងត្រូវជៀសវាងបរិភោគសាច់ក្រហមថ្លើមសត្វនិងគ្រឿងក្នុងរបស់សត្វពីព្រោះអាហារទាំងអស់ហ្នឹងវាអាចធ្វើឲ្យអាស៊ីតវាកើនឡើងកាន់តែខ្លាំងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការឡើងជាអាស៊ីតទី5គឺយើងត្រូវជៀសវាងឬក៏ផ្លាស់ប្ដូរថ្នាំដែលធ្វើឲ្យអាស៊ីតកើនឡើងក្នុងឈាមបាទអញ្ចឹងបើសិនយើងដឹងថាថ្នាំហ្នឹងវាធ្វើឲ្យអាស៊ីតកើនឡើងឬក៏បញ្ហាទាក់ទងនឹងថ្នាំហ្នឹងយើងត្រូវតែធ្វើការផ្លាស់ប្ដូរតែម្ដងកុំឲ្យអាស៊ីតវាកើនឡើងហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការឡើងជាអាស៊ីតទី6គឺយើងត្រូវព្យាបាលជំងឺធ្វើឲ្យអាស៊ីតកើនក្នុងឈាមបាទអញ្ចឹងជំងឺណាដែលធ្វើឲ្យអាស៊ីតកើនក្នុងឈាមយើងត្រូវធ្វើការព្យាបាលឲ្យបាននិងមានប្រសិទ្ធភាពផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការឡើងជាអាស៊ីតទី7គឺយើងត្រូវហាត់ប្រាណឲ្យបានទៀងទាត់និងធ្វើការសម្របគីឡូបើយើងធាត់ឬក៏លើគីឡូហ្នឹងបាទហ្នឹងគឺជាវិធីមួយដែរតើតើនឹងការបង្ការក្នុងការឡើងជាតិអាស៊ីតក្នុងខ្លួនយើងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការឡើងជាតិអាស៊ីតទី8គឺយើងត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យដើម្បីជ្រើសរើសថ្នាំបញ្ចុះអាស៊ីតបាទឲ្យបានសមស្របអញ្ចឹងយើងដឹងថាអាស៊ីតវាឡើងប៉ុណ្ណាយើងប្រើកម្រិតលេខប្រមាណអញ្ចឹងត្រូវប្រឹក្សាជាមួយពេទ្យឲ្យបានច្បាស់ថាតើអាស៊ីតនឹងឡើងប៉ុណ្ណឹងយើងត្រូវប្រើថ្នាំលេខប្រមាណបាទអញ្ចឹងការប្រើប្រាស់ឲ្យបានសមស្របជួយកាត់បន្ថយនៅការប្រឈមនឹងផលវិបាកផ្សេងៗផងដែរបាទហើយប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់កន្លែងច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដល់កន្លែងច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងជាពិសេសគឺជំងឺទាក់ទងរ៉ាំរៃអាហារជំងឺទាក់ទងប្រាំទឹកម៉ូតឬក៏ជំងឺទាក់ទងប្រាំតពូជជាពិសេសគឺបញ្ហានៃការលើសអាស៊ីតតែម្ដងបាទឲ្យប្រឹក្សាលេខថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទយើងអាចចូលក្នុង YouTube Channel វាយពាក្យ Hershub Official បាទដែលអក្សរស្រាប់ចុច Search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងយល់កណ្ដឹងបាទចុចពាក្យ Subscribe និងយល់កណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe ចឹងនៅពេលដែល Hershub Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ Subscribe ដល់ Channel របស់យើងខ្ញុំផងដែរបាទសូមអរគុណ